New Jean ក្រុមថ្មីមែនប៉ុន្តែខ្លាំងមែនទែនដែលអាចបំបីកំណត់ត្រាបានមិនដែលមានក្រុមណាធ្វើបានអស់រយៈពេល26ឆ្នាំ New Jean គឺជាក្រុមថ្មីមួយដែលទើបតែប្រឡូកនៅក្នុងវិស័យ K-pop ទេគឺនៅក្នុងឆ្នាំ2022នេះហើយក្នុងរយៈពេលមិនទាន់បានមួយឆ្នាំផងហើយដែលស្ថិតក្រោមការគ្រប់គ្រងរបស់ Adore ហើយនិង Hype ដែលមានសមាជិកចំនួន5នាក់ហើយខ្ញុំសំខាន់តែអភ័យទោសផងបើសិនជាខ្ញុំហៅឈ្មោះសមាជិកទាំង5ហ្នឹងមិនបានត្រឹមត្រូវសូមខន្តីអភ័យទោសផងណាព្រោះឲ្យភាគច្រើនខ្ញុំត្រូវគេ bully និយាយឈ្មោះអត់ត្រូវសមាជិកទី1 Minji ទី2 Hani ទី3 Danieli ទី4 Herin និងទី5ចុងក្រោយ Hein ខ្ញុំសូមទោសផងបើសិនជាខ្ញុំហៅឈ្មោះពួកគាត់មិនបានត្រឹមត្រូវអីសូមកុំប្រកែកប្រកាន់ណាព្រោះអីខ្ញុំអត់ចេះភាសាកូរ៉េទេហើយក្រុមមួយនេះក៏មានបទល្បីៗជាច្រើនផងដែរគឺមានដូចជា OMG, Hype Boy, Ditto និង Attention ហើយបទដែលទទួលបានការគាំទ្រខ្លាំងមែនទែននោះគឺបទ OMG ដែលមានអ្នកតាមដានរហូតដល់28លាននាក់ហើយក៏ជាបទមួយដែលទទួលបានពានរង្វាន់ជាបន្តបន្ទាប់ជាច្រើនផងដែរនិយាយពីថាក្រុមនេះទើបតែប្រឡូកនៅក្នុងវិស័យ K-pop មែនប៉ុន្តែសមាជិកម្នាក់ៗមានសមត្ថភាពសាហាវមែនទែនដែលមាន brand ល្បីៗកាន់នៅក្នុងដៃដូចជាសមាជិកទី1 Hani កាន់ brand ឲ្យ Gucci, Hein កាន់ brand ឲ្យ LV ហើយនិង Danieli កាន់ brand ឲ្យ Burberry ហើយថ្មីនេះ Minji គេទើបតែប្រកាសថាជាអ្នកកាន់ brand ឲ្យ Chanel ខណៈដែល Hein គេនឹងជឿជាក់ថានឹងកាន់ brand នៅក្នុងស្រុកគឺកាន់ brand ឲ្យ Diorហើយអ្វីដែលគេនិយាយថា New Jean បានបំបីកំណត់ត្រាអស់រយៈពេល26ឆ្នាំមិនដែលមានក្រុមណាដែលធ្វើបានដូចពីមុនមកគឺដោយសារតែក្រុមនេះបានចេញអាល់ប៊ុម debut មួយដែលមានឈ្មោះថា New Jean ដែលមានការទទួលទិញរហូតដល់1លានបន្ទះនិងទទួលទិញកម្មង់ជាបន្តបន្ទាប់ទៀតគឺច្រើនមែនទែនហើយក្រុមដែលបំបីកំណត់ត្រានេះមុនណារយៈពេល26ឆ្នាំមុនគឺមានតែក្រុម Skate Ski តែប៉ុណ្ណោះជាលក្ខណៈថាក្រុមចម្រៀងយូរដែរហើយដែលគាត់បានបំបីកំណត់ត្រាលក់បទចម្រៀងរបស់គាត់ហ្នឹងបានឡើង1លានម្ទះដូចគ្នាអូពិតជាសាហាវមែនតើ New Jean សុំតាសាក្រុមថ្មីប៉ុន្តែខ្លាំងអូយពិតជាវ៉ាវមែនតើសម្រាប់ក្រុមមួយនេះក្រុមថ្មីក្មេងសមត្ថភាពខ្លាំងហើយប្រឡូកមិនទាន់បានមួយឆ្នាំផងគិតមើលទៅប៉ុណ្្នឹងហើយចុះតម្រាំគាត់ហត់តែធំជាងនឹងទៀតមិនទៅអូយឲ្យហ៊ានសម័យឯងហើយជាខ្លាំងរបស់គេមែនទេមើលទៅហើយខ្ញុំសូមខន្តីអភ័យទោសបើសិនជាខ្ញុំហៅឈ្មោះពួកគាត់អីមិនបានត្រឹមត្រូវសូមប្រកែកប្រកាន់អីហើយចំពោះ fan New Jean បើសិនជាចង់ដឹងព័ត៌មាននេះច្បាស់ចាខ្ញុំដាក់ link នៅខាងលើឲ្យថាមានប្រភពព័ត៌មានមកពីណាកុំឲ្យតែថាខ្ញុំនឹងចេះតែនិយាយអត់មានប្រភពព័ត៌មានច្បាស់លាស់ប៉ុន្តែនៅក្នុង TikTok ខ្ញុំប្រហែលជាអាចនឹងដាក់នៅក្នុង first comment ហ្មងថាព័ត៌មានទាំងអស់នេះគឺខ្ញុំទទួលបានមកពីខាងនេះអញ្ចឹងបើលើ Facebook page របស់ខ្ញុំគឺខ្ញុំដាក់នៅលើជាមួយនឹង caption នឹងតែម្ដងអូខេអ្នកទាំងអស់គ្នាកុំភ្លេចណាជួយទៅ follow IG ហើយនិង page Facebook ខ្ញុំអ្នកមួយផងដើម្បីលើកទឹកចិត្តឲ្យខ្ញុំនឹងផលិត content ជាបន្តទៀតជាចុងក្រោយ follow for more